Justin ហើយ Tina សូមរស់នៅសម្រាប់ព្រះសូមរស់នៅដើម្បីរកប្រយោជន៍គ្នាទៅវិញទៅមកហើយសូមរស់នៅដើម្បីខ្លាយជាព្រះពរចំពោះអ្នកដទៃអរគុណព្រះអង្គអូនសន្យាថាអូននឹងស្មោះត្រង់ចំពោះបងនឹងស្រឡាញ់ទាំងស្នាក់ស្នាមអូនដូចជាព្រះគ្រីស្ទស្រឡាញ់ពួកចំនួនដែរអូននឹងកាន់តាមពាក្យសន្យាទាំងអស់នេះអស់មួយជីវិតមានសម្បត្តិមួយដែលខ្ញុំចង់អានទៅបរិសម្នាក់ដែលខ្ញុំនឹងរៀបការជាមួយជូនចំពោះបរិសដែលអស្ចារ្យដែលព្រះបានរៀបចំឲ្យខ្ញុំអូនពិតជាអរគុណព្រះសម្រាប់ទំនាក់ទំនងដែលអូនមានជាមួយបងកន្លងមកហើយអូនក៏ចង់បន្តទំនាក់ទំនងនេះអស់មួយជីវិតអូនអធិដ្ឋានសូមឲ្យព្រះឲ្យសេចក្តីស្រឡាញ់របស់ពួកយើងកាន់តែកើនឡើងអូនអធិដ្ឋានសូមឲ្យព្រះឲ្យយើងបានកសាងគ្រួសារមួយដែលកក់ក្ដៅពោពេញដោយក្តីស្រឡាញ់ជាពិសេសជាគ្រួសារដែលពូកែស្រឡាញ់ព្រះនិងធ្វើតាមព្រះハរតីរបស់ទ្រង់បងគឺជាបរិសដែលស័ក្តិសមដែលអូននឹងរៀបការជាមួយអូនជឿថាបងគឺជាបរិសដែលព្រះរៀបចំសម្រាប់អូនហើយឲ្យអូនធ្វើជាជំនួយដល់បងគឺជាមនុស្សត្រឹមត្រូវហើយនេះជាពេលវេលាដែលត្រឹមត្រូវ I love you Tina ព្រមយក Justin ធ្វើជាស្វាមីរបស់ខ្លួនឬទេចាព្រម